người xưa nhưng ba xưa mình tao dân tao sai hẳn đi chừng một nhưng mình chấp đao trong phong na sống từ căn mong bốn rồi sẽ like share rồi sẽ subscribe tới kênh channel YouTube của bọnខ្ញុំអ្នកមួយផងដើម្បីជាការលើកទឹកចិត្តរបស់ខ្ញុំបាទឥឡូវចូលទៅមើលលំហាត់ទី95នេះជាមួយខ្ញុំប្រធានលំហាត់គេឲ្យ z របស់យើងនេះស្មើនឹងឬ6នៅលើ6បូកឲ្យឬ2នៅលើ6 e អញ្ចឹងបានន័យថា z របស់យើងហ្នឹងជាចំនួនកុំ complex ហើយគេឲ្យយើងសរសេរ z និង z ស្វ័យគុណ5មិនថាលើកវាជាស្វ័យគុណ5ជាទម្រង់ត្រីកោណមេត្របាទអញ្ចឹងដើម្បីដោះស្រាយលំហាត់នេះបានយើងមានពីរវិធីទី1យើងនឹងដោះស្រាយតាមវិធីរក model ណាគួយម៉ង់ហើយវិធីមួយទៀតយើងនឹងធ្វើតាមផគុណកតាដើម្បីទាញវាឲ្យចូលមុំពិសេសតែម្ដងបាទអញ្ចឹងដើម្បីកុំឲ្យខាតពេលច្រើនពេកខ្ញុំនឹងប្រើប្រាស់វិធីចាប់ផគុណកតាតែម្ដងហើយយើងមាន z របស់យើងនេះស្មើនឹងឬ6នៅលើ6បូកឲ្យឬ2នៅលើ6 e បាទតែយើងសម័យមើលថាមុំពិសេសរបស់យើងមានតម្លៃប្រមាណខ្លះយើងពុំចាំបាច់គិតស៊ីនឬមកកកទេយើងគិតតែតម្លៃនៃមុំពិសេសរបស់យើងមកណាអញ្ចឹងតម្លៃនៃមុំពិសេសរបស់យើងមាន0មាន1មាន1លើ2មានឬ3លើ2វានឹងមានសញ្ញាដកទៀតប៉ុន្តែដោយសារតែយើងឃើញថាតួផ្នែកពិតរបស់យើងនេះក៏វាជាចំនួនវិជ្ជមានផ្នែកនិមិត្តរបស់យើងក៏ជាចំនួនវិជ្ជមានអញ្ចឹងយើងគិតតែចំនួនដែលវិជ្ជមានទៅបានហើយនៅមួយលេខទៀតគឺឬ2នៅលើ2បាទអញ្ចឹងចំពោះលេខ1ហើយនិងលេខ0នេះវាបានកាលណាអង្គពីរហ្នឹងមាន1ស្មើ0ហើយដល់ពេលឬ2លើ2នេះវិញយើងនឹងយកវាមកប្រើពេលដែលផ្នែកពិតហើយនិងផ្នែកនិមិត្តរបស់យើងវាស្មើគ្នាអញ្ចឹងយើងមានតែសល់តែមុំមួយទៀតទេគឺមុំដែលមានតម្លៃស្មើនឹង1លើ2ហើយនិងឬ3លើ2បាទយើងមើលមកលំហាត់របស់យើងប្រភេទទី1នេះយើងមានឬ6ហើយប្រភេទទី2យើងមានឬ2អញ្ចឹងអ្វីដែលយើងអាចចាប់ជាផគុណកតាបានគឺឬ2ខ្ញុំនឹងចាប់ឬ2ជាកតាចំណែកភាគបែងវិញវា6ដូចគ្នាប៉ុន្តែមុំពិសេសរបស់យើងសុទ្ធតែមានភាគបែង2អញ្ចឹងយើងនឹងចាប់តែលេខ3ដែលជាកតាដើម្បីឲ្យវានៅសល់ភាគបែង2ហើយវាទាញចូលមុំពិសេសបានបាទអញ្ចឹងយើងមើលតទៀតរឹស6របស់យើងនៅពេលដែលយើងចាប់រឹស2ចេញយើងនៅសល់រឹស3បូកភាគបែង2ដែររឹស2ចាប់រឹស2ចេញនៅសល់1 e បាទឬសំទោសឬ2លើ3យើងគិតមើលទៀតថាតម្រងត្រីកោណមេត្ររបស់យើងមានរាងម៉េចអញ្ចឹងតម្រងត្រីកោណមេត្ររបស់យើងមានរាង z របស់យើងនេះស្មើនឹង r cos alpha បូក e sin alpha បាទអញ្ចឹងបានន័យថាអង្គដែលជាប់ផ្នែកនិមិត្តហ្នឹងគឺជា sin ហើយអង្គដែលជាផ្នែកពិតគឺជា cos អញ្ចឹងសួរថា cos ប្រមាណដែលមានតម្លៃស្មើនឹងឬ3លើ2ហើយ sin ប្រមាណស្មើនឹង1លើ2បាទបើយើងគិតទៅតាមមុំពិសេសវិញ cos ដែលមានតម្លៃស្មើឬ3លើ2គឺ cos pi លើ6បាទអញ្ចឹងខ្ញុំអាចជំនួសវាដោយ cos pi លើ6បូកហើយ sin របស់យើងដែលមាន1លើ2នេះក៏ pi លើ6ដូចគ្នា sin pi លើ6មានន័យគុណ e ពីមុខបាទដល់កន្លែងនេះសួរថាវាជាទម្រង់ត្រីកោណមេត្រឬនៅយើងមើលថាវាចូលរាងនៅយើងមាន r របស់យើងហើយ r របស់យើងគឺឬ2នៅលើ3ជា r អញ្ចឹង r របស់យើងត្រូវតែជាចំនួនវិជ្ជមានដាច់ខាតវាអាចជាចំនួនអវិជ្ជមានដែលវាត្រូវតែវិជ្ជមានហើយឥឡូវយើងមាន cos alpha ដែល alpha របស់យើងស្មើ pi លើ6ដូចគ្នា alpha ទាំង cos ទាំង sin គឺស្មើគ្នាហើយអានេះ sin e sin alpha យើងមាន e sin alpha ដូចគ្នាបាទអញ្ចឹងបានន័យថាសំណួរទី1ដែលគេឲ្យយើងសរសេរ z នេះជាទម្រង់ត្រីកោណមេត្រដោយបានរួចរាល់មួយអញ្ចឹងចុះ z ស្វ័យគុណ5វិញសួរថាយើងសរសេរវាយ៉ាងម៉េចបាទបើសិនជាយើងយក z ដើមរបស់យើងនេះមកលើកជាស្វ័យគុណ5យើងប្រកាសជាត្រូវការពលាតវែងឆ្ងាយឯង
cho dương đừng pra pra là khả năng bị xét này tụi mình sẽ có miệt tầm đầu và sân chỉ dương miền giật mà vẫn năng nhưng giật xoay con ấn mà năng con ói ẩn bà tá xong tốt mình con ấn đấy xoay con ấn được nè xoay con ấn ta ói cốt alpha con ói ẩn bố ở ý sin alpha con nói ẩn bà chắc bạn này tham bà sân chỉ lơ chỉ xoay con ẩn ní bao giờ ní bạn này tham một điều bao giờ ní rồi dân lơ chỉ xoay con ẩn được nè hai chùm này coi mong bao giờ vĩnh thì dân con tham nắng ẩn nếu mà sân trong sẽ giật xoay con pram tức trong đường bán phí lơ bởi giờ ní lơ chỉ xoay con pram được nè hai câu bao giờ thay lơ làm muối con nói pram bộ ý xin xây về dịch nghiệp chứ xin thay lơ làm muối con nói pram được nè chứ giật xoay con pram giờ là đá mà pram xoay con pram và sân thì dân kịch thì mùi nhận rư cà rế dân bán phí cà rế con nói rư phí những phí cà rế em xong chừng về đói buôn làm đồ chừng này bay bây giờ vĩnh nhé giờ cùng trăm bay liệt đấy các bạn đại tục bay xoay con pram trên tay làm bay mọi lấy về phòng phê cột nhưng con lấy pram cho bán pram thay là lỡ pram mùi bỏ ý xin pram thay là lỡ pram mùi bà cho những bạn thấy tiếng giật với con pram về sao ta chia riêng bạn này hay về chia từng rong thì còn miệt tiếng pi hay chia vậy đi trong bàn này bà chứ những ai định niệm nó giật vào dưới mà nó được pi là lỡ bấy có hay lơ làm muối bộ ý xin hay lơ làm muối giật phải con pram mà buồn được phí là bay rồi con pram có pram hay là làm muối bộ ý xin pram hay là làm muối bà lý chia chùm lại trong cái đời một vật chia chùm lại để dễ cho bà hay ca ta sai bọc nhóm thì mình tập nắng sau một khung